សួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងមកបន្តចម្ពោះរបស់យើងបន្តទៀតគឺចម្ពោះទី750មានចំណងជើងថាលក្ខខណ្ឌតោះកុំឲ្យខាតពេលវេលាយូរយើងទៅចូលរួមស្ដាប់ទាំងអស់គ្នាហាន់លីមានអារម្មណ៍ព្រួយបារម្ភបន្តិចនៅពេលគិតអំពីការជួបគ្នារបស់មូប៉េលីសនិងណានកងវ៉ាន់ទោះជាយ៉ាងណាក៏ដោយគាត់គ្រាន់តែនិយាយពាក្យអរគុណពី3ម៉ាត់ទៅកាន់លូលូតែប៉ុណ្ណោះតើអូនប្រហានមានគម្រោងធ្វើអ្វីឥឡូវនេះយោងតាមការរៀបចំអ្នកនឹងមិនត្រូវបានចូលទៅក្នុងសមរភូមិណាមួយនាពេលខាងមុខទៀតនោះទេដោយសារតែអ្នកបានចូលរួមរួចទៅហើយទោះជាយ៉ាងណាក៏ដោយកាលពីប្រហែលថ្ងៃមុនដាវសុចរិតនិងដាវអារៈនៃសហភាពប្រជាជាតិទាំង9នៃសម្ព័ន្ធមិត្តដាវឋានសួគ៌របស់យើងបានរៀបចំកិច្ចប្រជុំមួយទាក់ទងនឹងវិធានការទប់ទល់នឹងសង្គ្រាមហើយអូនប្រហានត្រូវបានគេលើកឡើងដោយសារតែអ្នកអាចសម្លាប់អ្នកចម្បាំងវេទមន្តដែលស្លៀកពាក់ខ្មៅបានភ្លាមនោះបច្ចេកទេសរបស់អ្នកពិតជាអាចទប់ស្កាត់នឹងអ្នកចម្បាំងវេទមន្តស្លៀកពាក់ខ្មៅដទៃផ្សេងទៀតបានដូច្នេះពួកគេសង្ឃឹមថាប្អូនប្រុសនឹងអាចចូលរួមក្នុងសមរភូមិនាពេលខាងមុខឆាប់ៗនេះបន្ទាប់មកលូលូបានបង្ហាញពីទឹកមុខស្ទាក់ស្ទើរមុនពេលបន្តទៀតថាអ្នកតំណាងនៃសម្ព័ន្ធដាវឋានសួគ៌ក៏ជឿជាក់ផងដែរថាបងប្រុសច្បងនឹងខ្លាចជាទ្រព្យសម្បត្តិយោធាដ៏អស្ចារ្យហើយវានឹងមិនអាចអត់ឱនបានទេប្រសិនបើគាត់មិនបានចូលប្រយុទ្ធនោះធ្វើឲ្យលូលូភ្ញាក់ផ្អើលបន្តិចហានីមិនបានបង្ហាញពីកំហឹងណាមួយនោះទេផ្ទុយទៅវិញគាត់ញញឹមយ៉ាងត្រជាក់ហើយសួរថាខ្ញុំយល់ថាវាអាចទៅរួចប្រសិនបើខ្ញុំបន្តការប្រយុទ្ធប្រសិនបើឋានសួគ៌ភាគខាងត្បូងត្រូវបានកាន់កាប់ដោយម៉ូឡានយ៉ាងពិតប្រាកដនោះមានអ្វីល្អសម្រាប់និកាយពពករស័ក្តិរបស់យើងនោះទេទោះជាយ៉ាងណាក៏ដោយតើកិច្ចព្រមព្រៀងនឹងត្រូវបានដោះស្រាយយ៉ាងដូចម្តេចលូលូញញឹមយ៉ាងជូរចត់ហើយនិយាយថាពិតណាស់ជាមួយនឹងការបន្ថែមគុណសម្បត្តិរបស់ប្អូនប្រុសយុទ្ធជនក្នុងការសម្លាប់អ្នកដាំដុះស្លៀកពាក់ខ្មៅនិងសម្រាប់ចារកម្មម៉ូឡានសម្ព័ន្ធមិត្តសន្យាថានឹងប្រកាន់ភ្ជាប់នៅលក្ខខណ្ឌណាមួយដែលប្អូនប្រុសយុទ្ធជននឹងលើកឡើងដោយសារអ្នកនៅតែបន្តប្រយុទ្ធក្នុងសង្គ្រាមដរាបណាលក្ខខណ្ឌទាំងនេះអាចបំពេញបានពួកគេនឹងព្យាយាមគាប់ចិត្តអ្នកតាមដែលអ្វីដែលពួកគេអាចធ្វើបានទឹកមុខរបស់ហាន់លីញ័រមួយសន្ទុះប៉ុន្តែគាត់នៅតែស្ងប់ស្ងាត់ពួកគេមានឆន្ទៈផ្ដល់សំណងដល់ខ្ញុំមែនទេវាងាយស្រួលនិយាយខ្លាំងណាស់ប៉ុន្តែខ្ញុំនឹងត្រូវពិភាក្សាអំពីលក្ខខណ្ឌជាលក្ខទាំងនេះជាមួយនឹងអ្នកទទួលខុសត្រូវលូលូញញឹមហើយនិយាយថានោះក៏ល្អដែរខ្ញុំត្រូវតែនាំប្អូនប្រុសយុទ្ធជនទៅជួបមេដឹកនាំស្ដីទីនៃសម្ព័ន្ធដាវឋានសួគ៌ដរាបណាលក្ខខណ្ឌរបស់អ្នកមិនហួសហេតុពេកទេនោះពួកគេគួរតែមានឆន្ទៈក្នុងការយល់ព្រមហាន់លីញញឹមហើយនិយាយយឺតៗថាកុំបារម្ភអីបងប្រុសច្បងលូខ្ញុំនឹងព្យាយាមធ្វើឲ្យខ្លួនឯងងាយស្រួលជាទីបំផុតដោយឃើញថាហាន់លីយល់ពីរបៀបធ្វើសកម្មភាពដោយសមហេតុផលគាត់មានអារម្មណ៍ធូរស្រាលហើយនិយាយថាប្អូនប្រុសយុទ្ធជនវ័យក្មេងប្រហែលជាកំពុងលេងសើចហើយមិនចាំបាច់គិតគូរពីបងនោះទេនេះគឺជាការបង្ហាញដល់កម្រនៃចិត្តសប្បុរសពីមនុស្សចាស់តែប៉ុណ្ណោះអ្នកមិនគួរស្ទាក់ស្ទើរនោះទេពេលហាន់លីឮបែបនេះគាត់ញញឹមយ៉ាងអាត់កំបាំងហើយមិននិយាយអ្វីផ្សេងទៀតនោះទេក្រោយមកលូលូបាននាំហាន់លីចេញពីជំរំរបស់និកាយពពករស័ក្តិហើយឆ្ពោះទៅកាន់សាលផ្លូវការរបស់សម្ព័ន្ធដាវឋានសួគ៌ដោយផ្ទាល់មេដឹកនាំស្ដីទីនៃសម្ព័ន្ធដាវឋានសួគ៌របស់យើងគឺជាសម្ព័ន្ធភាពនៃពួកព្រឹទ្ធាចារ្យមកពីនិកាយធំៗជាច្រើនពួកគេត្រូវបានជំនួសរៀងរាល់10ឆ្នាំម្ដងជាការពិតណាស់នេះមិនអនុវត្តចំពោះនិកាយស្ថាបនិកទាំង3នៃសម្ព័ន្ធដាវឋានសួគ៌ទេនិកាយដាវបុរាណនិកាយសម្រែកហ្វូនិកអស្ចារ្យនិងនិកាយព្រំដែនខ្យល់ឋានសួគ៌តាមពិតទៅនិកាយទាំង3នេះមានឥទ្ធិពលខ្លាំងបំផុតលើសម្ព័ន្ធដាវឋានសួគ៌ទាំងមូលហើយក្នុងចំណោមពួកគេនិកាយសម្រែកហ្វូនិកឋានសួគ៌ដ៏អស្ចារ្យគឺជាផ្នែកមួយខ្ពស់ជាងគេទៅទៀតគឺខ្ពស់ជាងនិកាយដាវបុរាណនិងនិកាយព្រំដែនខ្យល់ឋានសួគ៌ទៅទៀតប្រកបណាស់អ្នកគួរតែស្គាល់សមាជិកតាវហ្វឹងពីងនិងឡុងហាននៃនិកាយសម្រែកហ្វូនិកដ៏អស្ចារ្យពួកគេជាដៃគូដាវដែលមានសមត្ថភាពប្រកួតប្រជែងជាមួយនឹងអ្នកវឹកហាត់ព្រលឹងថ្មីកម្រិតចុងក្រោយវាគឺដោយសារតែអ្នកទាំងពីរនេះដែលអាចប្រកួតប្រជែងជាមួយក្រុម3ផ្សេងទៀតបានទោះជាយ៉ាងណាក៏ដោយ
មានតែសមាជិកតៅលងហានប៉ុណ្ណោះដែលបានបង្ហាញខ្លួននៅពេលដែលព្រឹទ្ធាចារ្យហ្វឹងពីងបានចូលទៅក្នុងភាពឯកាភ្លាមនៅពេលមកដល់ទីក្រុងកំណើតមេឃវាហាក់ដូចជានាងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការហ្វឹកហាត់បច្ចេកទេសសម្ងាត់មួយចំនួនដរាបណាប្អូនប្រុសក្បាច់គុណហានមានការពិភាក្សាត្រឹមត្រូវជាមួយមេដឹកនាំស្ដីទីនៃសម្ព័ន្ធមិត្តដែលកំពុងស្ថិតនៅក្នុងទីក្រុងពួកគេប្រកាសជាយល់ព្រមខ្ញុំក៏ត្រូវជួយនិយាយផងដែររៀនច្បងលងហានបច្ចុប្បន្នគឺជាមេដឹកនាំស្ដីទីម្នាក់ក្នុងចំណោមមេដឹកនាំស្ដីទីទាំង3នៅក្នុងទីក្រុងនៅពេលដែលលូលូដើរក្បែរហាន់នីគាត់បានបញ្យល់អំពីដំណើរការរបស់និកាយដៅឋានសួគ៌ព័ត៌មានមួយចំនួនគឺជាព័ត៌មានថ្មីសម្រាប់ហាន់នីដូច្នេះគាត់គ្រាន់តែងក់ក្បាលពេលស្ដាប់ដោយស្ងៀមស្ងាត់សាលផ្លូវការរបស់សម្ព័ន្ធដៅឋានសួគ៌មានទីតាំងស្ថិតនៅកណ្ដាលភាគខាងលិចនៃទីក្រុងក្នុងការដើរដោយស្ងប់ស្ងាត់ហាន់នីនិងលូលូបានទៅដល់ទីនោះភ្លាមវាជាសាលថ្មដ៏អស្ចារ្យមួយដែលត្រូវបានហ៊ុមព័ទ្ធដោយប៉មយ៉ាងច្រើនដោយស្គាល់លោកលូលូយ៉ាងច្បាស់អ្នកវឹកហាត់បង្កើតគ្រឹះដែលយាមសាលបានគោរពគាត់យ៉ាងគោរពម្នាក់ក្នុងចំណោមពួកគេបានដើរទៅមុខហើយនិយាយថាជំរាបសួរលោករៀមច្បងលូតើអ្នកមកជួបព្រឹទ្ធាចារ្យរូបណាហើយអ្នករៀមច្បងរូបនេះអាចជានរណាដែរទឹកមុខរបស់ពួកគេកាន់តែស្ទាក់ស្ទើរនៅពេលដែលពួកគេបានឃើញមុខដែលមិនធ្លាប់ស្គាល់ពីមុនរបស់ហាន់លីទឹកមុខរបស់លូលូនៅតែស្ងប់ស្ងាត់ពេលគាត់និយាយដោយស្ងប់ស្ងាត់ថានេះជាមិត្តរបស់ខ្ញុំគឺព្រឹទ្ធាចារ្យហានហើយខ្ញុំបានមកជួបរៀមច្បងឡុងនិងអ្នកដទៃទៀតដូច្នេះហើយអ្នកជាហានជាន់ខ្ពស់សូមរងចាំមួយផ្លែតសិនពួកព្រឹទ្ធាចារ្យកំពុងពិភាក្សាគ្នាអំពីអ្វីមួយនៅក្នុងសាលប្រជុំខ្ញុំនឹងរាយការណ៍ទៅពួកគេភ្លាមអ្នកដាំដុះមានការភ្ញាក់ផ្អើលហើយសម្លឹងមើលទៅហាន់លីដោយការភ្ញាក់ផ្អើលទឹកមុខរបស់គាត់កាន់តែគោរពវាច្បាស់ណាស់ថាគាត់បានដឹងពីកេរ្តិ៍ឈ្មោះរបស់ហាន់លីរួចទៅហើយមិនយូរប៉ុន្មានអ្នកវឹកហាត់បានយកវត្ថុស័ក្តិសិទ្ធិបញ្ជូនសំឡេងមួយចេញមកហើយខ្សឹបអ្វីមួយចូលទៅក្នុងវត្ថុស័ក្តិសិទ្ធិនោះមុននឹងវាហោះឡើងទៅលើអាកាសមួយសន្ទុះក្រោយមកពន្លឺពណ៌ក្រហមមួយបានឆាប់ឆេះឡើងហើយសំឡេង3បានបន្លឺឡើងពីសាលធំពេលអ្នកយាមឮដូច្នេះពួកគេក៏អូនក្បាលចុះភ្លាមសូមអញ្ជើញចូលមកពួកអ្នកចាស់ទុំបានដឹងរួចហើយថាអ្នកបានមកដល់លូលូមកក្បាលហើយដើរចូលទៅក្នុងសាលដោយក្លាហានហាន់លីក៏បានដើរតាមគាត់ដោយស្ងប់ស្ងាត់ផងដែរបន្ទាប់ពីឆ្លងកាត់ច្រកវាងជាច្រើនលូលូបាននាំហាន់លីចូលទៅក្នុងបន្ទប់ចំហៀងមួយជាកន្លែងដែលអ្នកវឹកហាត់ប្រលឹងថ្មីចំនួន6នាក់កំពុងអង្គុយនៅពេលដែលអ្នកទាំងពីរដើរចូលពួកគេទាំង6នាក់បានសម្លឹងមើលទោះជាយ៉ាងណាក៏ដោយភ្នែកភាគច្រើនរបស់ពួកគេផ្ដោតទៅលើហាន់លីដោយម្នាក់មានទឹកមុខចាប់អារម្មណ៍ជាខ្លាំងការដាំដុះរបស់ពួកគេម្នាក់គឺមិនធម្មតាទេប៉ុន្តែនៅពេលដែលហាន់លីសម្លឹងមើលពួកគេចំណាប់អារម្មណ៍របស់គាត់ត្រូវបានទាក់ទាញដោយបុរសវ័យកណ្ដាលដែលកំពុងអង្គុយនៅកណ្ដាលបន្ទប់សម្លៀកបំពាក់របស់គាត់មានពណ៌ប្រផេះរូបរាងរបស់គាត់គឺចម្លែកការដាំដុះរបស់គាត់ក៏ស្ថិតនៅកំពូលនៃដំណាក់កាលព្រលឹងកម្រិតកណ្ដាលផងដែរដែលជាចម្ងាយគួរឲ្យកត់សម្គាល់ជាងអ្នកដាំដុះព្រលឹងកម្រិតធម្មតាគាត់ខ្វះតែមួយជំហានទៀតប៉ុណ្ណោះពីការចូលដល់ដំណាក់កាលព្រលឹងកម្រិតចុងក្រោយបេះដូងរបស់ហាន់លីបានញ័រភ្លាមដោយដឹងថាមនុស្សម្នាក់នេះគឺឡុងហាននៃនិកាយសម្រែកហ្វូនិកដ៏អស្ចារ្យជាមួយនឹងការវឹកហាត់យ៉ាងស៊ីជម្រៅបែបនេះវាមិនមែនជារឿងចម្លែកទេដែលគាត់អាចតស៊ូប្រឆាំងនឹងអ្នកវឹកហាត់ព្រលឹងកម្រិតចុងក្រោយជាមួយប្រពន្ធរបស់គាត់ដំបូងឡើយគាត់ជឿថាពាក្យចចាមអារាមទាំងនេះត្រូវបានបំភ្លឺនៅសន្ទុះពេលអ្នកដតីនៅស្ងៀមបុរសវ័យកណ្ដាលញញឹមហើយគ្រប់ឈរឡើងហើយលើកដៃគោរពគាត់និយាយថាបងលូនេះប្រកាសជាព្រឹទ្ធាចារ្យនៃនិកាយរបស់អ្នកក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះយើងបានឮកេរ្តិ៍ឈ្មោះដ៏អស្ចារ្យរបស់គាត់ជាច្រើនបន្ទាប់ពីសម្លឹងមើលបុរសវ័យកណ្ដាលនោះដោយកាយវិការនិងការវាយតម្លៃហាន់លីក៏បានតបទៅវិញដោយស្នាមញញឹមដូច្នេះអ្នកប្រកាសជាឡុងហានខ្ញុំក៏ធ្លាប់ឮឈ្មោះដល់ល្បីល្បាញរបស់អ្នកជាយូរមកហើយផងដែរអ្នកអង្គុយក្បែរឡុងហានជាបុរសចំណាស់ម្នាក់ដែលមានសម្បុរស្លេកស្លាំងហើយគាត់បាននិយាយលេងសើចថាប្រសិនបើយើងកំពុងនិយាយអំពីកេរ្តិ៍ឈ្មោះថ្មីៗនេះហាន់លីដែលជាអ្នកកាន់សាសនាតាវគឺល្បីឈ្មោះជាងអ្នកបានផ្ដល់ឲ្យសម្ព័ន្ធដៅឋានសួគ៌របស់យើងនៅមុខមាត់ជាច្រើនអ្នកវឹកហាត់តាវម្នាក់នេះពិតជាកំប្លែងណាស់តើខ្ញុំអាចស្គាល់ឈ្មោះរបស់អ្នកបានទេហាន់លីបានកត់សម្គាល់ឃើញបុរសចំណាស់នេះរួចទៅហើយ
ព្រោះគាត់គឺជាអ្នកវឹកហាត់ព្រលឹងចាប់ផ្ដើមដំបូងតែម្នាក់គត់នៅក្នុងបន្ទប់ក្រៅពីលង្ហានមុនពេលបរិះចំណាស់អាចឆ្លើយតបបានលូលូបានបញ្ញាបញ្ញាណែនាំគាត់អូនប្រហាននេះគឺជាបងប្រុសគួងនៃនិកាយព្រំដែនខ្យល់ឋានសួគ៌សិល្បៈឋានសួគ៌ផែនដីរបស់គាត់បានអង្រួនទ្វីបនេះម្ដងហើយម្ដងទៀតអស់រយៈពេលរាប់រយឆ្នាំមកហើយដោយភ្ញាក់ផ្អើលហាន់លីបាននិយាយថាដូច្នេះវាបានប្រែក្លាយទៅជាបងប្រុសគួងខ្ញុំក៏បានកោតសរសើរអ្នកជាយូរមកហើយផងដែរពាក្យសម្ដីរបស់ហាន់លីមិនមែនជាការកុហកនោះទេបុរសចំណាស់ម្នាក់នេះពិតជាមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញហើយជាចំណាប់អារម្មណ៍ចំណាត់ថ្នាក់លេខ2នៅក្នុងសហភាពប្រជាជាតិដៅឋានសួគ៌បន្ទាប់ពីលង្ហាននិងដៃគូដៅរបស់គាត់ជាការពិតណាស់ព្រឹត្តិការណ៍ឆេងនៃនិកាយពពុទ្ធសាសនាក៏ធ្លាប់បានលើកឡើងម្ដងហើយម្ដងទៀតពីអតីតកាលរបស់គាត់ផងដែរប៉ុន្តែហាន់លីមិនគិតថាគាត់នឹងជួបពួកគេនោះទេបន្ទាប់មកលូលូបានណែនាំអ្នកដាំដុះផ្សេងទៀតឲ្យស្គាល់ហាន់លីពួកគេមិនសូវកត់សម្គាល់ច្រើននោះទេក្រៅពីព្រឹត្តិការណ៍នៃនិកាយដើមបុរាណដែលជាបុរសអាក្រក់ម្នាក់ឈ្មោះធានដែលហាន់លីបានកត់សម្គាល់ជាពិសេសបន្ទាប់ពីការណែនាំបានបញ្ចប់ពួកគេទាំងអស់គ្នាក៏អង្គុយចុះលង្ហានញញឹមហើយនិយាយដល់ស្ងប់ស្ងាត់ថាដោយសារសមមិត្តតាវហានបានមកដល់សាលផ្លូវការគាត់គួរតែដឹងអំពីបំណងប្រាថ្នារបស់យើងសម្រាប់ឲ្យគាត់ប្រយុទ្ធនៅក្នុងសង្គ្រាមតាមពិតទៅយើងបានបំពេញការសន្យាពីមុនរបស់យើងប៉ុន្តែដោយសារតែសង្គ្រាមបានខិតជិតមកដល់សមត្ថភាពរបស់អ្នកនឹងបង្ហាញថាកម្លាំងដ៏អស្ចារ្យសម្រាប់អ្នកដាំដុះនៅឋានសួគ៌ភាគខាងត្បូងយើងគ្មានជំរឿផ្សេងទៀតនោះទេប៉ុន្តែជាសំណងយើងនឹងផ្ដល់សម្ភារៈថ្នាំគ្រាប់និងអ្វីផ្សេងទៀតដល់អ្នកសម្រាប់ដោះស្រាយបញ្ហារបស់អ្នកសមមិត្តតាវហានប្រសិនបើអ្នកនៅតែមិនព្រមយើងអាចពិភាក្សាបន្ថែមទៀតអំពីរឿងនេះដរាបណាវាមិនហួសហេតុពីសមត្ថភាពនៃសម្ព័ន្ធយើងនឹងមិនបដិសេធនោះទេលង្ហានសមនឹងទទួលបានងារជាអ្នកដាំដុះដែលគ្រប់គ្រងសម្ព័ន្ធដៅឋានសួគ៌មុនពេលដែលហាន់លីអាចនិយាយអំពីមូលហេតុដែលគាត់មកគាត់បានចាត់វិធានការរួចទៅហើយដើម្បីសុំទោសហាន់លីគាត់នឹងត្រូវបានដាក់នៅក្នុងស្ថានភាពមិនល្អប្រសិនបើគាត់បង្ហាញពីការជំទាស់របស់គាត់នោះទោះជាយ៉ាងណាក៏ដោយហាន់លីមិនបានខឹងតាំងតែពីដំបូងមកម្លេះដោយបានសន្ទុះដោយបានរត់គេចពីដៃរបស់អេសីដល់ទេវភាពម៉ូឡានគាត់បានបង្ហាញថាគាត់គួរតែមានកម្លាំងគ្រប់គ្រាន់ដើម្បីរក្សាជីវិតរបស់គាត់នៅពេលដែលសមរភូមិបានប្រែក្លាយទៅជាអាក្រក់ដោយសារតែគាត់មិនមានការព្រួយបារម្ភអំពីការរស់រានមានជីវិតរបស់គាត់មិនមានអ្វីដែលត្រូវមិនសប្បាយចិត្តនោះទេផ្ទុយទៅវិញគាត់មានអារម្មណ៍ថានេះជាឱកាសដល់ក្រមួយជាលទ្ធផលហាន់លីបានគិតមួយសន្ទុះមុននឹងនិយាយដោយត្រង់ថាចាប់តាំងពីបងប្រុសឡុងនិយាយបែបនេះមកខ្ញុំនឹងមិនជំទាស់នឹងការបន្តប្រយុទ្ធនោះទេយ៉ាងណាមិញខ្ញុំយល់ថាសង្គ្រាមនេះគឺសម្រាប់ការរស់រានមានជីវិតនៃឋានសួគ៌ភាគខាងត្បូងទោះជាយ៉ាងណាក៏ដោយមានរឿងមួយចំនួនដែលខ្ញុំនឹងទាមទារពីសម្ព័ន្ធដៅឋានសួគ៌ដូច្នេះខ្ញុំនឹងឆ្លៀតឱកាសនេះដោយត្រង់ហាន់លីនិយាយបែបនេះគាត់ហាក់ដូចជាស្ងប់ស្ងាត់គាត់ដឹងថាមនុស្សចាស់ចម្លែកទាំងអស់នេះឆ្លាតខ្លាំងណាស់ហើយមានអារម្មណ៍ថាវានឹងកាន់តែងាយស្រួលក្នុងការដោះស្រាយបញ្ហាបែបនេះដោយផ្ទាល់ដោយជាការរំពឹងទុកពាក្យសម្ដីស្មោះត្រង់របស់គាត់បានបន្សល់ទុកនៅចំណាប់អារម្មណ៍វិជ្ជមានទៅលើអ្នកដាំដុះភាគច្រើននៅក្នុងបន្ទប់អ្នកដាំដុះដែលមាននាមត្រកូលគួងមានអារម្មណ៍សប្បាយចិត្តជាពិសេសហើយគាត់បានឆ្លើយតបដោយស្មោះត្រង់ថាពាក្យសម្ដីរហ័សនិងត្រង់របស់សមមិត្តតាវហានគឺពិតជាពេញចិត្តខ្លាំងណាស់សូមប្រាប់យើងអំពីស្ថានភាពរបស់អ្នកមកខ្ញុំពិតជាចង់ឃើញខ្លាំងណាស់ទឹកមុខរបស់លង្ហានញ័រច្រើនដងមុនពេលគាត់ញញឹមយ៉ាងស្ងៀមស្ងាត់ចំណែកឯអ្នកដទៃទៀតវិញពួកគេទាំងអស់គ្នាសម្លឹងមើលទៅហាន់លីដោយឆ្ងល់ថាតើគាត់ចង់បានអ្វីដោយទឹកមុខប្រងើយកន្តើយហាន់លីបាននិយាយដោយស្ងប់ស្ងាត់ថាវាសាមញ្ញខ្លាំងណាស់ខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តដើម្បីជួយខ្ញុំស្វែងរកសម្ភារៈកែលម្អឧបករណ៍ប្រភេទជាក់លាក់មួយខ្ញុំនឹងមិនលាក់បាំងអំពីរឿងនេះនោះទេរបស់របរនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំប្រសិនបើអ្នកអាចប្រមូលរបស់របរទាំងនេះសម្រាប់ខ្ញុំមុនពេលសមរភូមិធំខ្ញុំនឹងមានទំនុកចិត្តកាន់តែច្រើនក្នុងការដោះស្រាយជាមួយនឹងអ្នកដាំដុះដែលស្លៀកពាក់ខ្មៅទាំងនោះសម្ភារៈកែលម្អមែនទេអ្នកនៅក្នុងបន្ទប់សម្លឹងមើលគ្នាទៅវិញទៅមកគ្មាននរណាម្នាក់បង្ហាញពីការភ្ញាក់ផ្អើលអ្វីនោះទេពួកគេទាំងអស់គ្នាដឹងពីសម្ភារៈដែលពិតជាមានតម្លៃនិងពិបាករកអ្វីបានជាហាន់លីមិនចង់ប្រើឱកាសនេះដើម្បីស្វែងរកពួកវានោះអូខេអរគុណយើងមកចាប់ចំពោះរបស់យើងតែប៉ុណ្ណេះអរគុណសូមជម្រាបលា